វិតាល់បានចូលរួមឧបត្ថម្ភគាំទ្ររៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមក្រោមប្រធានបទផ្ដល់ឈាមផ្ដល់ក្តីសង្ឃឹមយើងរួមគ្នាសង្គ្រោះជីវិតជួនមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដែលមានអ្នកចូលរួមនិងសប្បុរសជនបរិច្ចាគឈាមទទួលបានសរុប463នាក់ក្នុងនោះមានប្រុស322នាក់និងស្រី141នាក់ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមត្រូវបានប្រារព្ធឡើងជារៀងរាល់ថ្ងៃទី14មិថុនាហើយឆ្នាំនេះវិតាល់បានចូលរួមឧបត្ថម្ភធំដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមដើម្បីជំរុញឲ្យមានការកើនឡើងនៅចលនាបរិច្ចាគឈាមដើម្បីបំពេញសន្និធិឈាមពលគឺបំផុសបង្កើតឲ្យមានទំនួលខុសត្រូវសង្គមនិងបង្កើតទម្លាប់នៃវប្បធម៌ចែករំលែកពីយុវជនជំនាន់ក្រោយៗក្នុងឱកាសដ៏មហាឡារិកនេះឯកឧត្តមសាស្ត្រាចារ្យជាងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ឲ្យដឹងថារាល់ការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់សប្បុរសជនគឺប្រៀបបានដូចជាការផ្ដល់ជីវិតនិងក្តីសង្ឃឹមថ្មីទៅកាន់អ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់ឯកឧត្តមបានអំពាវនាវឲ្យសប្បុរសជនទាំងអស់បន្តស្ម័គ្រចិត្តបរិច្ចាគឈាមនិងចូលរួមផ្សព្វផ្សាយពីសារៈសំខាន់នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តតាមដែលអាចធ្វើទៅបានទាំងវិស័យរដ្ឋនិងឯកជនឆ្លៀតក្នុងឱកាសនេះឯកឧត្តមសាស្ត្រាចារ្យក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់មូលនិធិ25រៀលវិតាល់ក្នុងការចូលរួមឧបត្ថម្ភគាំទ្រនិងផ្សព្វផ្សាយនៅទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមជារៀងរាល់ឆ្នាំរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាលការបរិច្ចាគឈាមគឺជាសង្ឃហធម៌ដ៏ប្រពៃនិងជាអំណោយដ៏ថ្លៃថ្លាដែលយើងគ្រប់គ្នាអាចធ្វើបាននិងងាយស្រួលបំផុតព្រោះឈាមមានប្រភពតែមួយគត់គឺពីមនុស្សមិនមានរោងចក្រណាអាចផលិតឈាមបានទេការបរិច្ចាគឈាមមិនត្រឹមតែមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេវាបានផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតផងដែរដូចជាការកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងជំងឺមហារីកនានាផ្លាស់ប្ដូរកោសិកាឈាមឲ្យបានប្រសើរជាងមុនកាត់បន្ថយភាពតានតឹងនិងការដាច់សរសៃឈាមជួយដុតជាតិខ្លាញ់ក្នុងរាងកាយនិងសមតុល្យទម្ងន់បានយ៉ាងមានប្រសិទ្ធភាពលោកជំទាវចឹងសកុនធាវីនាយិកាប្រតិបត្តិក្រុមហ៊ុន One Fraternity Vital និងមីជាតិក្នុងនាមជាដៃគូឧបត្ថម្ភធំបានឲ្យដឹងថាជានិច្ចកាលមូលនិធិ25រៀលវិតាល់តែងតែបណ្ដុះស្មារតីចែករំលែកនិងផ្ដល់ត្រឡប់ទៅវិញតាមរយៈការចូលរួមសកម្មភាពសង្គមនានាចាប់តាំងពីពាណិជ្ជសញ្ញានេះក៏កើតមកម្លេះជាក់ស្ដែងតាមរយៈសកម្មភាពនាថ្ងៃនេះបានបង្ហាញពីកាយវិការមនុស្សធម៌ក្នុងការចូលរួមជួយសង្គ្រោះអាយុជីវិតអ្នកត្រូវការអំណោយឈាមជាចាំបាច់និងបានចូលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាមផងដែរ